ខ្ញុំកណ្ដាសូមក្រាបថ្វាយបង្គំករណាជាទីគោរពសក្ការៈសូមលោកអនកាយគោរពលោកជំរាបសួរជាថ្មីម្ដងទៀតដល់សម្ដេចព្រះអង្គលោកស្រីបាទប្រិយមិត្តជនរួមជាតិដែលក្នុងនិងក្រៅប្រទេសជាទីគោរពរាប់អានថ្ងៃនេះគឺស្ថិតនៅក្នុងខែអង្គារបាទ6កើតខែពុគុណឆ្នាំរោងឆស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី4ខែមីនាគ្រិស្តសករាជ2025បាទថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំទាំងពីររូបបាទឡើងមកវេទិកាខ្ញុំចង់ដឹងគឺចង់ជម្រាបជូនក៏ដូចជាបរិយាយរាយរាប់បញ្ជាក់នៅការងារសប្បុរសធម៌ឬក៏ការងារដែលក្រុមការងារនៃគណៈបកប្រជាជនកម្ពុជាចុះជួយស្រុកអូរ៉ាល់នៃខេត្តកំពង់ស្ពឺបានចំណាយនៅថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋតាមរយៈការជួសជុលនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវលំបានកាលពីព្រឹកមិញបាទគឺព្រឹកថ្ងៃទី6កើតខែពុគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ដល់ថ្ងៃទី4ខែមីនាគ្រិស្តសករាជ2025បាទឯកឧត្តមហ៊ុនសុខាបាទទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជាប្រធានឧត្តមនៃក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែប្រវែងប្រមាណជាជាង 1000 ម៉ែត្របាទស្ថិតនៅក្នុងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺក្រោមជំនួយឧបត្ថម្ភជាថវិកាដោយបាទលោកជំទាវភូមិផាន់ណាវីបាទភូមិផាន់ណាវីជាអនុប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះជួយស្រុកអូរ៉ាល់នៃខេត្តកំពង់ស្ពឺបាទនៅក្នុងពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែនោះផងដែរក៏មានវត្តមានចូលរួមពីសំណាក់បាទអភិបាលរងស្រុកបាទប្រធានភូមិបាលក៏ដូចជាលោកមេភូមិមេឃុំតំណាងប្រជាពលរដ្ឋតាមភូមិមួយពិសេសជាងនេះទៀតនោះគឺថាបាទលោកមេឃុំនិងក្រុមប្រឹក្សាឃុំបានចូលរួមបាទថ្លែងអំណរគុណក៏ដូចជាលើកឡើងនៅមតិស្វាគមន៍បាទយ៉ាងកក់ក្ដៅចំពោះបាទឯកឧត្តមហ៊ុនសុខាបាទទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោជាប្រធានគណៈអធិបតីក្នុងកម្មវិធីសម្ពោធបើកការដ្ឋាននេះក៏ដូចជាមតិស្វាគមន៍ដល់លោកជំទាវភូមិផាន់ណាវីបាទដែលជារាជការលោកជំទាវតែងតែលះបង់នៅថវិកាបាទជួយដល់ស្រុកអូរ៉ាល់នៃខេត្តកំពង់ស្ពឺនេះបាទយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនអាចមានអ្នកដទៃធ្វើដូចលោកជំទាវបាទនេះក៏តាមរបាយការណ៍ខ្លះជាបឋមដែលខ្ញុំប្រកាសណាខ្ញុំទទួលបានមុននឹងផ្សាយបន្តិចលោកសេរីបាទដើម្បីមុនបកគលបាទវេទិកានេះជូនលោកសេរីធ្វើអត្ថាធិប្បាយខ្ញុំក៏សូមបញ្ជាក់បន្តិចថាលោកជំទាវភូមិផាន់ណាវីគឺបើតាមគាត់ទៅជែកលេងមួយខ្ញុំកាលណាខ្ញុំបាទព្រឹកមិញនេះមុននឹងទៅដល់វេទិកានៃការសម្ពោធបើកការដ្ឋានបាទគឺក្នុងការសំណាក់ហូបកាទៀវក្នុងហាងមួយនៅទីរួមខេត្តកំពង់ស្ពឺបាទលោកជំទាវបានបញ្ជាក់ប្រាប់ខ្ញុំថាលោកជំទាវគឺជាក្មេងកំព្រាមិនដឹងថាលោកជំទាវលោកកុហកឬក៏លោកចង់និយាយលេងហ្នឹងណាប៉ុន្តែលោកបញ្ជាក់ថាលោកអត់មានផ្ទះមានសបាយនៅក្នុងចេតិយវត្តបាទក្នុងចេតិយវត្តមហាមត្រីបានន័យថាជីវិតរបស់គាត់បានឆ្លងកាត់ជីវិតបែបក្មេងកំព្រានៅតាមចេតិយណាបាទហើយខ្ញុំស្ដាប់មើលទៅចង់ជឿបន្តិចមិនចង់ជឿបន្តិចប៉ុន្តែខ្ញុំគិតថាគ្មានហេតុផលអីដែលលោកជំទាវលោកយកកិត្តិយសលោកមកលេងសើចចឹងទេព្រោះយើងដឹងហើយគឺថាអ្វីដែលលោកជំទាវបានកំពុងធ្វើនៅក្នុងឱកាសនេះគឺជាការលះបង់មួយដ៏វិសេសវិសាលអំបញ្ញមិញខ្ញុំជាប់បញ្ជាក់ទូរស័ព្ទថានឹងសុំរបាយការណ៍
ខ្លះបន្ថែមទៀតទៅលើអ្វីដែលលោកជំទាវបាននៅកំពុងតែដាក់ការដ្ឋានសម្ពោធព្រឹកមិញនេះដើម្បីជួសជុលផ្លូវលំខ្សែដែលមានប្រវែងជាង10 ម៉ែត្រតែសំទោស10 គីឡូម៉ែត្របាទ10 គីឡូម៉ែត្រដែលភ្ជាប់បាទពីទីតាំងជិតបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរ៉ាល់បាទចូលទៅកាត់ភូមិទៅជាង10 គីឡូម៉ែត្របាទឆ្លងកាត់ប្រាក់ឆ្លងកាត់4ភូមិបាទ4ភូមិហ្នឹងហើយឆ្លងកាត់ហើយលោកជំទាវថានេះគាត់ថាជាចំណែកតូចតាចទេបាទមានប្រចាំថ្ងៃមានប្រចាំអាទិត្យមានកសាងសាលារៀនវត្តអារាមព្រះមហាកុមារចែកអំណោយអាហារឧបត្ថម្ភបរិភោគលោកជំទាវថាជាង$1 លានជាង$1 លានហើយសម្រាប់ស្រុកអូរ៉ាល់បានន័យថាមួយរយៈពេលដែលគាត់ចុះនៅមូលដ្ឋានបាទហើយខ្ញុំស្ដាប់លោកជំទាវជជែកលេងមិនអាចថាមិនមែនជាផ្លូវការក៏អាចថាបានបាទចំពោះមុខអាដាមហ៊ុនសខាប្រធានអធិបតីព្រឹកមិញនិងអាដាមបងមួយរូបទៀតដែលខ្ញុំបានសួរឈ្មោះគាត់ដែរលោកបាទលើកឡើងថាជីវិតលោកកំព្រាកំសត់រហូតដល់ទៅជ្រកកោនក្នុងចេតិយមួយនៅក្នុងវត្តបបាមន្ត្រីបាទហើយរស់ដោយលោកចិញ្ចឹមឲ្យបាយឲ្យអាហារហើយលោកយើងលើកឡើងថាការរៀនសូត្រប្រឡងពេលប្រឡងជាប់វាមានឪពុកម្ដាយទៅមើលលើកទឹកចិត្តតែលោកទាវមានតែលោកសង្ឃទៅលើកទឹកចិត្តបាទមួយទៀតហ្នឹងគឺអាដាមអោម៉ាក់ធីរីធានអោម៉ាក់ធីរីបាទធានក្នុងការងារខាងអូរ៉ាល់បាទនោះហើយគឺការលើកឡើងរបស់លោកទាវខ្ញុំដូចជាមានការដកអារម្មណ៍ព្រោះខ្ញុំបានផ្ទាល់ក៏ជាក្មេងវត្តណានៅក្នុងវត្តបានសិក្សារៀនសូត្រចេះដឹងតិចតួចមាននៅក្នុងវត្តអារាមនេះឯងបាទអញ្ចឹងទេមកដល់ម៉ោងនេះលោកជំទាវថាមិនតិចជាង$1 លានទេសម្រាប់មូលដ្ឋានខេត្តកំពង់ស្ពឺស្រុកអូរ៉ាល់នៅខេត្តកំពង់ស្ពឺហើយការងារដែលលោកជំទាវបានធ្វើនោះទាំងការងារមនុស្សធម៌ប្រចាំខែប្រចាំថ្ងៃប្រចាំសប្តាហ៍បាទរួមទាំងការកសាងនៅហេដ្ឋារចនាសម្ព័ន្ធបាទជួនថ្នាក់ដឹកនាំបាទនៃគណៈបព្វជិជនបាទជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈដែលរស់នៅក្នុងសង្គមដែលមានសន្តិភាពក្រោមសម័យដឹកនាំនៃសម្ដេចចក្រមហាសេនាបតីដែលបង្រួមខ្មែរឲ្យស្ទើរសល់តែខ្មែរតែមួយអត់មានខ្មែរក្រហមខ្មែរលឿងខ្មែរខៀវខ្មែរសអីទៀតទេណាគឺតាំងពីឆ្នាំ1998មកបាទព្រោះយើងប្រវត្តិសាស្ត្រតាំងពីក្រោយបែកអង្គរមកបាទវិជាចក្រកម្ពុជាយើងឬក៏ពលរដ្ឋខ្មែរយើងឬក៏ជនជាតិខ្មែរយើងមិនដែលស្គាល់ប្រវត្តិសាស្ត្រពេលណាដែលខ្មែរឯកភាពតែមួយអត់មានទេបាទមានបែកបាក់សាមគ្គីមានក្រុមនេះក្រុមនោះអីចឹងខ្មែរសខ្មែរខៀវខ្មែរក្រហមខ្មែរអ៊ីស្រាអែលខ្មែរខៀវគ្នាចឹងទៅបាទទៅតែក្រោមសម័យតេជោយុទ្ធសាស្ត្រគោលនយោបាយឆ្នះឆ្នះនេះបាទទៅធ្វើឲ្យបាទខ្មែរមានការរួបរวมបាទអត់មានខ្មែរ2ខ្មែរ3ទៀតក្នុងអាណត្តិនៃការគ្រប់គ្រងការពីទសវត្សរ៍ឆ្នាំ98បាទអ្វីដែលជារបបកំហើញបន្តទៀតដែលលោកជំទាវបានឆ្លើយឆ្លងទូរស័ព្ទមួយខ្ញុំកាលណាខ្ញុំបានមុននេះបន្តិចមុននឹងផ្សាយប្រហែលជា10នាទីទេបាទគឺលោកជំទាវបាទនៅមានគម្រោងការគ្រូការអីច្រើនទៀតបាទសម្រាប់ជួយប្រជាពលរដ្ឋនៅក្នុងស្រុកអូរ៉ាល់ក៏ដូចជាជួយពលរដ្ឋខ្មែរទូទាំងប្រទេសបាទលោកគិតថាលោកនឹងបង្កើតមូលនិធិនៅសហរដ្ឋអាមេរិកបាទឬក៏នៅប្រទេសផ្សេងទៀតប្រមូលមូលនិធិលោកទាវមានមោទនភាពណាស់ក្នុងការចូលរួមជួយពលរដ្ឋខ្មែរបាទហើយនេះក៏ជាកិត្តិគុណក៏ដូចជាគំរូមួយដល់ស្ត្រីខ្មែរដទៃទៀតដែលមាននិន្នាការខ្លះនោះគឺថាប្រឆាំងកាប់មុខបាទយើងមិននិយាយរើសអើងអីចំពោះអ្នកដែលមាននិន្នាការផ្ទុយទេប៉ុន្តែសំខាន់កុំកាប់មុខពេកបាទបើសិនជាស្អប់បុគ្គលកហ្នឹងក៏មើលឃើញចំណុចបុគ្គលកហ្នឹងល្អខ្លះនោះបានវាសច្ចធម៌មែនទេបាទបើសិនតែយើងមើលឃើញចំណុចខ្មៅតែទាំងអស់ពេកបាទមនុស្សគឺអត់ស៊ីជូរតែប្រអាប់ខំដូចគ្នាបាទចឹងទេដោយលោកជំទាវដីអានេះលោកមិនលើកខ្លួនឯងទេតាមខ្ញុំយល់ទេហើយជាគំរូទេខ្ញុំក៏បានណាត់លោកជំទាវទុកដែរទៅពេលក្រោយគឺសម្រាប់ទៅសម្ភាសសួរពីសាវតាជាតិឬសាវតាជីវិតនិងការតស៊ូរបស់លោកជំទាវបាទដើម្បីទុកជាគំរូសម្រាប់ស្ត្រីខ្មែរជាពិសេសគឺថាបងប្អូនយុវជនជំនាន់ក្រោយនេះឲ្យលោកមើលឃើញកិត្តិគុណនៃការតស៊ូពុះពីអំណត់
មិនប្រកាសថាតតែកើតមកក្នុងតកូលអ្នកមានតកូលអភិជនទេទើបមានលទ្ធភាពជួយកសាងជាតិកសាងសាសនាមិនចឹងឬក៏កសាងសង្គមឬកសាងអ្វីមួយបាទដែលជាអំណោយសពអស្ធរអីក្តីនោះបានទេសូម្បីតែកំណើតកើតមកជាអ្នកក្រលំបាកដោយការលើកឡើងរបស់លោកទាវថាស្នាក់នៅក្នុងចេតិយនៃវត្តមហាមន្ត្រីកាលពីដើមជាដើមក្តីមើលទៅបើយើងស្យំគិតទៅគឺកំសត់ណាស់ក្នុងនាមស្ត្រីភេទមួយរូបបាទដែលកំព្រាឲ្យទៅស្នាក់នៅក្នុងចេតិយដើម្បីបាទតស៊ូពុះពៀជីវិតបាទដាំដំណាំដាំចង្ហាន់ដាំតែដាំអីគេលោកអីចឹងទៅបាទហើយបាទរៀនសូត្ររហូតមកដល់ពេញបច្ចុប្បន្ននេះលោកជំទាវប្រើការរហូតដល់7ភាសាគាត់ចេះភាសាដែលអាចប្រើប្រាស់បានបានតែជាជំនាញរបស់គាត់ណាគាត់មានជំនាញគឺប្រមូលដល់7ភាសាបាទហើយដើរពិភពលោកដោយក្នុងបាត់ដៃបាទពិភពលោកដោយក្នុងបាត់ដៃចឹងនេះអ្វីដែលខ្ញុំលើកឡើងកិត្តិគុណមួយនេះបាទមិនមែនលោកជំទាវជួលខ្ញុំឬមិនមែនសោកប៉ាន់មកខ្ញុំទេប៉ុន្តែខ្ញុំចង់ឲ្យស្ត្រីខ្មែរដទៃទៀតជាពិសេសយុវជនចំនួនក្រោយនេះយកជាគំរូហើយកុំគិតថាអញកើតមកក្នុងតកូលក្រីក្រអញជិលតស៊ូណាស់បានរៀនសូត្រយ៉ាងម៉េចក៏ដោយចេះយ៉ាងណាក៏មិនបានធ្វើធំទៅព្រោះកូនដាក់ធំកូនដាក់មានគេយកតំណែងយកតួនាទីអស់ហើយមិនប្រកាសថាអញ្ចឹងទេអ្វីដែលយើងទទួលបានវាមានពីរគឺវាមានក្នុងពុទ្ធសាសនាលោកសម្ដែងថាពុពពេវសន្តវាសេនៈបច្ចុប្បន្នហិតេនវាជាទេវៈឧបលង្វៈយថោតកេឧបលជាតិទាំងឡាយមានផលិតឈុបជាដើមវារស់នៅបានលូតលាស់ល្អឬក៏បាទលូតលាស់មិនល្អវាអាស្រ័យនឹងហេតុពីរទី1គឺអាស្រ័យនឹងនិស្ស័យកម្មពីអតីតជាតិតែបុណ្យបើយើងសាងបុណ្យបានច្រើនកំបាំងរូបសត្វទេកំបាំងវិភ័យទេណាសត្វទាំងឡាយឬក៏កំណើតទាំងឡាយវាកើតទៅការបែងចែកទៅតាមផលកម្មបាទបើសិនតែយើងសាងល្អបានច្រើនសេចក្តីល្អវាឈ្នះនឹងសេចក្តីអាក្រក់អំពើល្អវាឈ្នះអំពើអាក្រក់វាដូចអង្គរៈ2នាក់ទៀតអង្គរៈមួយខ្មៅអង្គរៈមួយសបាទបើអង្គរៈខ្មៅនោះមានតូចជាងបាទហើយអង្គរៈមានសណាដែលសម្បល់សនោះមានធំជាងគឺអង្គរៈខ្មៅមិនអាចចរានអង្គរៈបាទសចេញដើម្បីឲ្យផលបានទេមានតែអង្គរៈពណ៌សចរានអង្គរៈពណ៌ខ្មៅដែលមានតូចនឹងចេញដើម្បីផ្ដល់ផលបាទអញ្ចឹងតកតងនឹងបញ្ហានេះថ្មីត្បិតតែដំណើរជីវិតរបស់លោកជំទាវភូមិផាន់នាវីបែបលោកលើកឡើងឬពិតលោកចង់លេខសើចរបស់ខ្ញុំក៏មិនដឹងឬក៏យើងពិតបទសម្ភាសន៍លោកជាមិនដឹងប៉ុន្តែយើងនឹងដឹងពិតនៅសាវតាលោកជំទាវនៅពេលខាងមុខព្រោះយើងបានណាត់គាត់រួចហើយបាទដើម្បីបាទធ្វើជាប្រផ្លាល់មួយទុកជាគំរូហើយដូចខ្ញុំបញ្ជាក់ដដែលខ្ញុំលើកឡើងនេះមិនមែនលោកជំទាវភូមិផាន់នាវីលោកជួលខ្ញុំឬក៏បាទសំណូមពរឲ្យខ្ញុំនិយាយអីទេអត់ទេគឺថាខ្ញុំមើលឃើញខ្ញុំចង់ឲ្យស្ត្រីទាំងឡាយលោកមានភាពរឹងមាំអញ្ចឹងបាទផ្លេចបាត់តែស្ត្រីគឺជាភេទទុនជ្រាយមែនហើយប៉ុន្តែយ៉ាងណាគឺមិនទុនជាដល់ថ្នាក់មិនចេះតស៊ូនោះទេបាទមែនទេបាទត្រូវឲ្យតស៊ូយើងឃើញស្ត្រីដែលធ្វើជាប្រធានទីប្រដីអនុប្រធានទីប្រដីបាទនៅបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបដូចនៅស្រុកថៃនៅអាស៊ីយើងឃើញស្ត្រីលោកធ្វើនាយករដ្ឋមន្ត្រីឃើញបាទអញ្ចឹងទេគឺថាអ្វីក៏អាចធ្វើបានដោយបរិបទដែរបើសិទ្ធិរបស់រដ្ឋគឺស្មើគ្នាបាទហើយវិស័យជាងបរិបទទៅទៀតគឺស្ត្រីមានថ្ងៃ8មីនាតែបរិបទអត់មានទេបាទអត់មានទេណានិយាយមែនទេបាទចិត្តអត់បាទនៅ4ថ្ងៃទៀតណាបាទចឹងទេលក្ខខណ្ឌទាំងអស់នេះយើងនឹងលំអិតអំពីសាវតារបស់លោកជំទាវភូមិផាន់នាវីនៅពេលក្រោយប៉ុន្តែអ្វីដែលយើងលើកឡើងថ្ងៃនេះដោយសារតែយើងបានទៅចូលរួមសមិទ្ធផលមួយបាទដែលលោកជំទាវបាននឹងកំពុងតែបាទបើកការដ្ឋានក្រមអធិបតីភាពអាដាមហ៊ុនសុខាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោនិងប្រធានគណៈបព្វជិជនកម្ពុជាការពិព្រឹកមិញនេះបាទហើយខ្លឹមសារលំអិតបែបណាក្នុងការសម្ពោធនោះផ្លូវនោះប្រវែងប្រមាណឆ្លងកាត់ប្រមាណឃុំប្រមាណភូមិចំណាយថវិកាយ៉ាងម៉េចបាទលោកសេលីនឹងលំអិតបន្ថែមបាទសូមជើញលោកទីនេះបាទសូមអរគុណសម្រាប់ព័ត៌មានដែលយើងបានចុះទៅការពិព្រឹកមិញដែលក្រុមការងាររបស់អង្គភាពទូតស្លឹករឹតបាទដែលដឹកនាំដោយលោកបណ្ឌិតសែនសរឿនលោកខ្ញុំបាទក៏ដូចជាក្រុមការងារបានចុះទៅដល់ទីតាំងបានស្ថិតនៅក្នុងគេហៅភូមិដែលចំណុចភូមិគោកបាទភូមិគោកឃុំសង្កែសាតោ
ស្រុកអរ៉ានៃខេត្តកំពង់ស្ពឺក្រោយពេលដែលយើងបានចុះទៅដល់ទីតាំងការសាងសង់បើការឋានស្ថាបនាផ្លូវឬក៏គេថាជួសជុលបាទផ្លូវដែលត្រង់ធម្មតាទេតែយើងធ្វើហើយតែងតែមានការខូចខាតដែរព្រោះមានការបើកបរដឹកផលកសិកម្មផងអីចឹងទៅដឹកធ្ងន់អីចឹងទៅវាតែងតែមានការខូចខាតអញ្ចឹងក៏ក្រោមការបាទចំណាយផ្ទាល់បាទពីលោកជំទាវភូមិផាន់នាវីបាទដែលលោកជំទាវគឺជាអ្នកចំណាយបាទមានប្រវែង15គីឡូម៉ែត្របាទ 15000 ម៉ែត្របាទ15000បាទដែលផ្លូវនោះទៀតសោតគឺជាសរសៃឈាមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើកសិកម្មដូចជាការដាំស្រូវដាំដំឡូងដំណាំផ្សេងដែលជាមធ្យោបាយមួយសម្រាប់ការដឹកជញ្ជូនបាទការដឹកជញ្ជូនអញ្ចឹងនៅពេលនោះក៏លោកជំទាវឃើញថាផ្លូវនឹងមានការលំបាកអញ្ចឹងក៏ផ្ដួចផ្ដើមសាងសង់ស្ថាបនាក៏ដូចជាជួសជុលបាទដោយមានវត្តមានដ៏ខ្ពស់បាទរបស់ឯកឧត្តមហ៊ុនសុខាបាទទីប្រឹក្សាសម្ដេចព្រះមហាសេនាបតីតេជោហ៊ុនសែនដែលជាគណៈបព្វជិជនបាទដែលជាប្រធានគណៈបព្វជិជនកម្ពុជាលោកបានបាទអញ្ជើញចុះទៅដោយផ្លូវនោះគឺវាមានប្រវែង15គីឡូម៉ែត្រនិងឆ្លងកាត់4ភូមិបាទតាមការបញ្ជាក់បាទគឺមានភូមិគោកភូមិពីមភូមិព្រីងកោងនិងភូមិយ៉ាងពីរបាទដែលស្ថិតនៅក្នុងឃុំមួយគឺឃុំសង្កែសាតូនៃស្រុកអរ៉ាសង្កែសាតូបាទសង្កែសាតូស្រុកអរ៉ាខេត្តកំពង់ស្ពឺបាទឈ្មោះរូបបាទសង្កែសាតូតែសិតតែមានប្រវត្តិណាតែគេដាក់អញ្ចឹងណាបាទដែលសិតតែមានប្រវត្តិថាសង្កែសាតូនេះប៉ុន្តែគាត់ថាយើងមិនមែនជាអ្នកនៅក្នុងយើងអត់ដឹងទេគាត់សួរចាស់ព្រោះយើងថាចង់សួរមេឃុំអីដែរប៉ុន្តែគាត់ថាលោកគាត់រវល់ផងអីផងអញ្ចឹងទៅក៏មិនមានពេលហើយមួយទៀតសោតនេះជាការបង្ហាញនៃការយកចិត្តទុកដាក់ពីមន្ត្រីថ្នាក់បាទជាតិជាមួយនឹងអាជ្ញាធរមូលដ្ឋានបូកជាមួយនឹងប្រជាពលរដ្ឋនៅក្នុងបាទមូលដ្ឋានផ្ទាល់តែម្ដងអញ្ចឹងនេះសុទ្ធសឹងតែជាទឹកចិត្តដែលចេញពីបេះដូងពណ៌ក្រហមដែលខ្មែរយើងក៏ដូចជាប្រជាជនខ្មែរយើងមិនដែលបោះបង់ចោលទេបាទជាពិសេសគឺគណៈបកប្រជាជនកម្ពុជាបាទគឺមន្ត្រីដែលបម្រើឲ្យប្រជាពលរដ្ឋដែលគិតពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាបាទមន្ត្រីតកពូលដូចជាមន្ត្រីមូលដ្ឋានអញ្ចឹងសង្ឃឹមថាប្រជាពលរដ្ឋនៅក្នុងឃុំសង្កែសាតូក៏ដូចជាឃុំផ្សេងនៃស្រុកអរ៉ាល់ក៏ដូចជាស្រុកផ្សេងទៀតនៅក្នុងបាទយើងដឹងហើយផ្លូវវាមិនមែនតែតែឃុំហ្នឹងទេបាទវាមានច្រើនតែជាសេនារីយ៉ូជាសេនាធិការដូចសរសៃឈាមបាទតភ្ជាប់ពីខួរក្បាលទៅជើងដៃប្រទេសនៃចំពោះមាត់អញ្ចឹងបាទតែផ្លូវគឺជាសរសៃឈាមហើយបាទគឺជាសរសៃឈាមនៃសេដ្ឋកិច្ចបាទបើសិនជាអត់មានផ្លូវទេសេដ្ឋកិច្ចក៏ទៅអត់រួចដែរបាទព្រោះយើងដឹងហើយនៅក្នុងប្រទេសយើងគឺដល់លើសំខាន់គឺកសិកម្មបាទទៅបងបាទការដឹកជញ្ជូនផ្សេងដំណាំមកគឺថាឆ្នាំនេះទិន្នផលបានក្រាន់បើតម្លៃស្រូវអីគឺក្រាន់បើប៉ុន្តែរយៈពេលដលងមានធ្លាក់បាទអញ្ចឹងធម្មតាទេយើងឃើញថានៅក្នុងបរិបទនៃសង្គមមួយដែលកំពុងតែកើតមានបញ្ហាផ្សេងនៅលើពិភពលោកយើងមិនមែនតែកម្ពុជាទេវាជាសកលបាទវាជាសកលទៅហើយអញ្ចឹងគាត់ថាអ្វីដែលសំខាន់ប្រជាពលរដ្ឋលោកមានលទ្ធភាពបាទបូកបញ្ចូលជាមួយនឹងមន្ត្រីថ្នាក់ជាតិមន្ត្រីថ្នាក់ក្រោមជាតិបាទប្រឹងប្រែងទាំងអស់គ្នាសម្រាប់ផ្ដល់ជូនឬក៏ជួយទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសគឺប្រជាជនទាំងនោះឃើញទេជាពិសេសគឺខាងកសិកម្មឥឡូវគឺមានការខ្ញុំសូមបំបែកនេះចុះព្រោះវាជាប់គ្នាវាបណ្ដាញជាមួយណាមន្ត្រីកសិកម្មឥឡូវសកម្មជាងមុនច្រើនពិសេសគឺអាដាមថ្មអាដាមរដ្ឋមន្ត្រីដូចជារដ្ឋលេខាធិការផ្សេងៗគឺថាចុះទៅមូលដ្ឋានរដ្ឋមន្ត្រីដូចស្ពឹកតិចបណ្ដារដ្ឋលេខាធិការដូចជាអាដាមមួយដែលផ្លាស់មកពីសម័យសុខប្រទេសស្រីណាខឹមពីឡងឃើញថាសកម្មនៃសម័យឥឡូវនេះអាដាមនៅទីណាក៏អត់សូវស្ពឹកទេឥឡូវនេះចុះញឹក
chỉ một xét tên nướcបាទ còn tên cũng tên nước sao tên biết số đó là được បាទនេះជាការសបញ្ជាក់ឬជាការ មានគ្លីបផ្សេងទេខាង បាទជាការបង្ហាញឲ្យឃើញថានេះគឺជាការចូលរួមយ៉ាងមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដោយអាដាមហ៊ុនសែនលោកលើកឡើងកាលពីព្រឹកមិញណា បាទ មន្ត្រីខ្លះប្រជាពលរដ្ឋខិតទៅតែដើរគិត បាទ អត់ទៅគៀកកាន់តែគៀកគាត់ណាស្នេហ៍មិនស្នេហ៍ស្និទ្ធទេ បាទលើកឡើងហ្នឹងបងចង់សួរបន្តិច បាទ ក្នុងបណ្ដាសន្ទរកថាឬក៏មតិស្វាគមន៍ទាំងប្រមាណឥឡូវយើងបាច់និយាយយើងលើកពីររូប បាទ ទី1មតិសម្ដេចសម្ដៅរបស់លោកទាវភូមិផាន់នវី បាទ អូនមានចំណាប់អារម្មណ៍កន្លែងណាទេក្រោយពីស្ដាប់គាត់មើលពីចំណុចពិសេសកន្លែងណា ខ្ញុំចំណុចពិសេសរបស់គាត់គឺគាត់លើកឡើងថាគាត់ប្រឹងគាត់ខំធ្វើយ៉ាងណាទោះបីជាគាត់ហត់យ៉ាងម៉េចក៏ដោយក៏ប៉ុន្តែគាត់ត្រូវតែប្រឹងដើម្បីប្រជាពលរដ្ឋនៅទីនោះក៏ដូចជាអ្វីដែលសំខាន់គឺការចូលរួមដោយអត់មានលក្ខខណ្ឌ ដែលលោកជំទាវតែបានលើកឡើងនៅចំណុចសំខាន់តែគាត់ថាខ្ញុំចាប់មិនបានទាំងអស់ទេគាត់ថាចំណុចដែលគាត់តែខ្ញុំដកនឹងអារម្មណ៍គឺគាត់ប្រឹងប្រែងទោះបីជាហត់ក៏ដោយទោះបីដួលទៅណាដល់តើតែប្រឹងដើម្បីធ្វើយ៉ាងណាជួយនៅក្នុងមូលដ្ឋានហ្នឹងឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកអរ៉ាក៏ដូចជានៅក្នុងមូលដ្ឋានដែលគាត់ចុះជួយហ្នឹងគឺមិនតែស្រុកអរ៉ាមួយទេនេះជាតំបន់ដែលគាត់ទទួលភារកិច្ចពីបាទអធិការនាំខាងលើបាទមួយទៀតយើងមើលភាពសាមញ្ញរបស់គាត់បាទគាត់សាមញ្ញបាទសាមញ្ញរបៀបម៉េចគឺថាគាត់បើសិនជាគាត់ឲ្យผมថតតែខ្ញុំមើលពីអតីតកាលរបស់គាត់ណាបាទគាត់ជាលំដាប់ស្អីស្អាតមួយបាទដែលស្រឡាញ់នៅស្បែកស្រឡាញ់នៅរូបសម្បត្តិខ្លាំងណាស់ប៉ុន្តែមកដល់ម៉ោងដែលលោកប្រឡូកនៅក្នុងសង្គមនយោបាយនេះគឺថាឃើញលោកនៅសាមញ្ញសំបីតែការ៉ែមនឹងចង់លៀបមកព្រឹកមិញបាទលោកឃើញហើយហើយគ្លៀកខោសាមញ្ញមុនដំបូងឡើយអត់ដឹងទេខ្ញុំអត់ដឹងថាលោកជំទាវជាម្ចាស់អំណោយដ៏ធំសម្បើមបែបហ្នឹងទេបាទនៅតំបន់នោះបាទថាតែលោកជំទាវគ្រាន់តែទៅចូលរួមជាមួយនឹងឯកឧត្តមមនុស្សទៀតដែលបងប្អូនហៅឈ្មោះនេះបាទឧត្តមនេះបាទអោមម៉ាក់ធីរីបាទថាខ្ញុំគិតអញ្ចឹងទេប៉ុន្តែទីបំផុតគឺអ្នកដែលចំណាយធនធាននឹងម្ចាស់កម្មវិធីធំតែម្ដងគឺលោកជំទាវហើយអ្វីដែលលោកជំទាវបានភ្ជាប់ទូរស័ព្ទជាមួយខ្ញុំភ្ជាប់ទៅលោកជំទាវមុនបន្តិចវិញណាបើនិយាយពីការធ្វើនេះធំធេងណាលោកសេងលីលោកថា$1លាននឹងធំគ្រប់ទេប៉ុន្តែលោកមិនចប់ប៉ុណ្ណឹងទេបន្តរហូតបាទលោកជំទាវបន្តច្រើនណាស់ហើយជាពិសេសគឺការចែកអាហារចែកបាយចែកជាប្រចាំបាទធ្វើបានទេអត់ទេដោយសារខ្ញុំកាត់លោកបណ្ឌិតមួយចុះដោយសារគាត់ឆ្លងកាត់ទីមួយគាត់ឆ្លងកាត់ការលំបាកពីតូចពីក្មេងដោយអ្វីដែលលោកជំទាវបានប្រាប់បណ្ឌិតលោកបណ្ឌិតថាគាត់នៅតាមចែកដីវត្តអីហ្នឹងគឺជាការជីវិតគាត់អញ្ចឹងមនុស្សដែលធ្លាប់ជួបការលំបាកគឺត្រូវតែមានការតស៊ូអញ្ចឹងដល់ពេលដែលគាត់មានការតស៊ូគាត់ឆ្លងកាត់បទពិសោធន៍ច្រើនបរិបទជីវិតរបស់គាត់បំណិនជីវិតរបស់គាត់ឆ្អែតនឹងអ្វីដែលគាត់ឆ្លងកាត់ដល់ពេលដែលឃើញបច្ចុប្បន្ននេះប្រទេសមានការអភិវឌ្ឍការរីកចម្រើននៅគ្រប់វិស័យនៅប្រទេសនៅកម្ពុជាយើងហើយជាពិសេសលោកជំទាវមានធនធានលោកជំទាវមានធនធានលោកជំទាវចេះគៀងកោបាទគៀងកោក្នុងប្រទេសក្រៅប្រទេសនេះដើម្បីចូលរួមដល់ថាអ្នកមានជួយអ្នកអត់ជួយអ្នកក្រជួយអ្នកទាត់មិនតែប៉ុណ្ណឹងលោកជំទាវលោកគៀងកោវិនិយោគិនច្រើនណាស់បាទអញ្ចឹងនេះថាជាការស្រូបទាញចូល300ប្រទេសបាទហើយគាត់7ភាសាទៅលើគាត់បាទប្រមូលមកសក្តានុពលនៃការចូលរួមចំណែកអញ្ចឹងលោកជំទាវគាត់មានបេះដូងពណ៌ក្រហមមួយគឺគាត់ចង់និយាយថាគាត់ឆ្លងកាត់នៅភាពលំបាកអញ្ចឹងនៅបច្ចុប្បន្ននេះមានអស់ហើយសន្តិភាពសុំទោស300ក្រុមហ៊ុនបាទ300ក្រុមហ៊ុនបាទចូលវិនិយោគអញ្ចឹងជាតិសាសន៍បាទនៅក្នុងស្រុកខ្មែរដោយសារគាត់ឃើញការលំបាកអញ្ចឹងហើយគាត់មានលទ្ធភាពគាត់មានឱកាសគាត់បញ្ចេញសមត្ថភាពបញ្ចេញឱកាសដើម្បីជាគំរូមួយសម្រាប់យុវជនឬយុវនារីផ្សេងទៀតក៏ដូចជាអស់លោកស្រីផ្សេងទៀតដែលគាត់ជួនកាលគាត់បានគិតដល់ពីការចូលរួមសង្គមចូលរួមជួយសង្គមចូលរួមជួយសង្គមដើម្បីឲ្យសង្គមមួយមានតុល្យភាពនៅក្នុងបរិបទដែលអភិវឌ្ឍដែលយើងកំពុងតែមានការអភិវឌ្ឍអូខេបាទនឹងបិទហើយមិនបន្តឲ្យច្រើនទៀតទេមិននេះលោកលើកអំពីការស្ដាប់នៅប្រទេសសម្ដែងសម្ដារបស់លោកយើងចុះដល់ឡែកឯកឧត្តម
ពុទ្ធសខាប្រធានគណៈធិបតីក្នុងការបើកការឋានព្រឹកមិញនេះបាទជារួមសន្ទរកថាឬមតិស្វាគមន៍របស់លោកឬការប្រាំញារបស់លោកសេរីចាប់បានចំណុចត្រង់នេះដែលគិតថាសំខាន់គាត់មានប្រសាសន៍ច្រើនហើយខ្ញុំចាប់បានក៏ចាប់បានចំណុចគឺម៉ាត់ពីម៉ាត់ការដែលការយល់របស់លោកបាទអ្វីដែលរបស់គាត់បាទបំណងរបស់គាត់គឺសូមឲ្យប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋាននោះផ្ទាល់បាទធ្វើយ៉ាងណាឈរនៅលើគោលការណ៍មួយគឺអ្វីដែលគាត់ខំប្រឹងនៅពេលនេះអ្វីដែលគាត់ព្យាយាមធ្វើនៅពេលនេះគឺដើម្បីប្រជាពលរដ្ឋចឹងប្រជាពលរដ្ឋធ្វើយ៉ាងណាកុំងាករេកុំហៅថាបត់បែនកុំតិចស្រាកុំតិចស្រាកុំលះកុំជឿកុំទុកចិត្តចោលការញុងញងបាទហ្នឹងគឺពីជនឱកាសនិយមបាទហ្នឹងចំណុចទី2លោកក៏បានលើកឡើងអំពីការតស៊ូរបស់ថ្នាក់ដឹកនាំកម្ពុជាជាតិគឺសម្ដេចព្រះមហាសេនាបតីតេជោហ៊ុនសែនដូចជាជីវិតរបស់ឯកឧត្តមតតែម្ដងដែលឆ្លងកាត់នៅក្នុងបរិបទនៃប្រទេសដែលមានសង្គ្រាមអញ្ចឹងការតស៊ូគ្រប់លក្ខទេសៈអញ្ចឹងតម្រាំមានថ្ងៃនេះគឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជាច្រើននៅក្នុងនោះក៏មានឯកឧត្តមហ៊ុនសង្ខាម្នាក់ដែរក៏គាត់ឆ្លងកាត់គាត់ជាកងទ័ពគាត់ជាទាហានណាអញ្ចឹងគាត់ឆ្លងកាត់នៅក្នុងបរិបទនៃការជួចចត់អញ្ចឹងគាត់ផ្ដាំផ្ញើវិជាពលរដ្ឋបាញ់បាទហ្នឹងហើយក៏គាត់ឆ្លងកាត់ច្រើនអញ្ចឹងចំណុចហ្នឹងគឺគាត់មិនចង់បានអ្វីពីបងប្អូនប្រជាពលរដ្ឋទេសូមកុំឲ្យងាករេកុំឲ្យជឿការញុះញង់កុំឲ្យជឿការបោកប្រាស់កុំឲ្យជឿការលួងលោមដោយសន្យាខ្យល់អូខេបាទនេះគឺជាចំណុចមួយដែលខ្ញុំចាប់បានព្រោះលោកមានប្រសាសន៍ច្រើនប៉ុន្តែគាត់ចាប់បានចំណុចនេះមួយគឺជាគុណគេថាគុណវិវត្តគាត់មិនចង់បានអ្វីដែលប្រជាពលរដ្ឋពីប្រជាពលរដ្ឋទេអ្វីដែលគាត់ចង់បានបំផុតគឺធ្វើយ៉ាងណាឲ្យចេះរស់នៅក្រៅដំបូលសន្តិភាពដោយមិនងាករេហើយដោយមុននឹងជឿនៅណាម្នាក់ឲ្យមានហេតុផលបាទកុំសាប់កំភ្លុំទៅជាមកភីតហ្នឹងជឿហ៊ូពូទៅបាត់ចឹងទៅអានោះវាជារឿងមួយដែលពិបាកសម្រាប់កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំដែលលោកខំប្រឹងបាទអញ្ចឹងខ្ញុំអរគុណមកប៉ុណ្្នឹងឯងអរគុណដែរអរគុណលីដោយឡែកបងចាប់ចំណុចពីរផ្សេងពីខ្លួនឯងបន្ថែមទៀតបាទចំណុចមួយទៀតដែលបងស្ដាប់ប្រសាសន៍សម្ដេចសម្ដេចរបស់ឯកឧត្តមហ៊ុនសខាណាបាទអ្វីគឺលោកលើកឡើងមកដោយអូនឯងលើកឡើងនឹងគឺជាការពិតហើយជាការត្រឹមត្រូវហើយប៉ុន្តែអ្វីដែលពិសេសមួយទៀតខ្ញុំយកចំណុចនេះព្រោះខ្ញុំធ្លាប់ស្ដាប់សន្ទរកថាថ្នាក់នាំមួយចំនួនកន្លងមកលោកអត់ទាន់និយាយដល់កន្លែងនេះបាទចំណុចមួយក៏ផ្ដាំផ្ញើទៅក្រុមប្រឹក្សាឃុំបាទផ្ដាំផ្ញើទៅមន្ត្រីមេឃុំក្រុមប្រឹក្សាឃុំនិងមន្ត្រីពាក់ព័ន្ធទាំងអស់បាទពាក់ព័ន្ធនឹងការចោទប្រកាន់លោកលើកទីហោដូចជាសភៅភាសាហើយលោកក្រីក្របានក្រីក្រហ្នឹងហើយបាទអញ្ចឹងលោកថាបើសិនជាយុទ្ធសាស្ត្រមិនជោគជ័យទៅប្រើយុទ្ធវិធីត្រូវបាទយុទ្ធវិធីកន្លែងនេះមួយជាការបង្រៀនមួយដែលមិនងាយមានសាស្ត្រាចារ្យណាបង្រៀនឡើយឲ្យចេះវិធីដោះស្រាយឧទាហរណ៍ថាអ្នកដែលមាននិន្នាការជ្រុលនិយមចោទប្រកាន់មកលើមន្ត្រីមូលដ្ឋានរបស់យើងឬក៏មន្ត្រីរដ្ឋាភិបាលដោយចំណិចណាមួយយើងកុំទាល់ត្រឹមនេះអានេះខ្ញុំគិតទៅដល់សុភាសិតបុរាណខ្មែរ3គ្រាលោកថា9ទាល់10ទាល់កុំឲ្យទាល់គំនិតបាទ9គិត10គិតកុំគិតមេឃដីបាទ9ស្ដី10ស្ដីកុំស្ដីអសុរោះណែបាទឲ្យដោះស្រាយបញ្ហាបាទកុំឲ្យប្រើទូរស័ព្ទលោភៈមោហៈបាទលោភៈមោហៈបានន័យថាដោះស្រាយបញ្ហាដោយប្រើនៅមធុវិជ្ជាបេយវិជ្ជាឲ្យអ្នកចាញ់ខ្លាចបាក់ស្បាតដល់ជីវិតនេះបានគេហៅថាអ្នកខ្លាំងអ្នកឈ្នះពិតប្រកបបាទអញ្ចឹងទេលោកថាកុំទាល់ត្រូវមានវិធានការដោះស្រាយបាទហើយកាលណាយើងទាល់គេវាយតម្លៃអត់ណាហ្នឹងអានេះវាចឹងមែនហើយអានេះចេះហើយតបយូរបាទអានេះជាចំណុចមួយបាទចំណុចទី2ណាស់ដែលសំខាន់ដែរលោកសៃលីបាទខ្ញុំបានលើក2ហើយ2រូបហើយលើនេះជាអាដាមទី2ដែលខ្ញុំបានទទួលលោកថាមន្ត្រីគណៈបកប្រជាជនដែលខ្លាំងឲ្យមុខបាទមិនមែនត្រឹមតែមកការពារឬខោកសោបកូនចៅបកទេបាទយល់គឺត្រូវតែយកឈ្នះពីសមាជិកបកដទៃមកចូលរួមមួយបកប្រជាជនអានោះបានមន្ត្រីខ្លាំងបាទបានហៅថាសមាជិកនៃគណៈបក
ប្រជាជនខ្លាំងខ្លាគឺមន្ត្រីដែលអាចពន្យល់អូសទាញអ្នកដែលមាននិន្នាការផ្ទុយពីបកផ្សេងមកចូលរួមជ្រកក្រោមមលុបនយោបាយនៃគណៈបកប្រជាជនទៅជាមន្ត្រីដែលខ្លាំងបាទហើយពាក្យនេះគឺលើកទី1ខ្ញុំឮអាយដាមជាកណ្ដាបាទប្រធាននាយកដ្ឋានអគ្គនាយកដ្ឋាននីតិកម្មក្រសួងព័ត៌មានយើងបច្ចុប្បន្ននេះគឺកាលពីអំឡុងលោកចុះជាមួយនឹងអាយដាមដោយសសុខាបាទចុះទៅខាងខេត្តបាត់ដំបងបាទចុះទៅខេត្តបាត់ដំបងក្នុងអាណត្តិទី5ទី6បាទកន្លងទៅហ្នឹងណាបាទគឺថាខ្ញុំលើកពាក្យនេះខ្ញុំពេញចិត្តព្រោះអ្នកដែលនៅបកប្រឆាំងបាទអ្នកបកផ្សេងពីគណៈបកប្រជាជនក៏ជាពលរដ្ឋខ្មែរអញ្ចឹងភាសាឯកឧបហ៊ុនសខាប្រពៃលោកថាអញ្ជើញមកទាំងអស់មកថ្ងៃហ្នឹងគាត់អត់ទាន់យល់យើងអត់ឃើញយើងធ្វើល្អអញ្ចឹងអញ្ជើញគាត់3ដង4ដងគាត់ឃើញយើងធ្វើល្អនោះចូលនៅក្នុងរូបមន្តនៃពុទ្ធព្រះអង្គលោកបានប្រើថាម៉េចលោកថាមាននាមពិខុទាំងឡាយបើយើងចង់ចាញ់ជាមួយជំនួយជាមួយមនុស្សកំណាញ់ត្រូវធ្វើទានត្រូវបរិច្ចាគទានបាទចាញ់ជាមួយមនុស្សកំណាញ់ត្រូវបរិច្ចាគទានមិនមែនកំណាញ់ដែរទេកំណាញ់នឹងកំណាញ់ទៅជាបាទវាគ្រៀតវាឆ្ងាយបាទគ្រៀតវាឆ្ងាយចាញ់មនុស្សនិយាយអាក្រក់និយាយផ្អែមបាទចាញ់មនុស្សនិយាយភូតកុហកនិយាយតែពាក្យពិតការពិតទៅបាទតែ3ដងយូរផុតគឺលើយើងនិយាយកុហកយើងបាទរឿងពិតនឹងជឿបាទវាជាអញ្ចឹងប្រសាសន៍ឯកឧត្តមហ៊ុនសខាប្រធានគណៈអធិបតីក្នុងកម្មវិធីសម្ពោធបើកការដ្ឋានព្រឹកមិញនៅស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺនេះគឺមានន័យផ្ដាំផ្ញើទៅដល់ហើយបើមន្ត្រីក្រមអាវ៉ាតទាំងអស់ដែលលោកស្ដាប់ព្រឹកមិញឲ្យលោកអត់យកអានឹងទៅបំបែកជារូបមន្តដើម្បីបាទសម្រួលចិត្តប្រជាពលរដ្ឋគឺមន្ត្រីនោះអត់ណាស់បានន័យថាគ្រប់គ្រង10នាក់នៅតែ10នាក់យូរទៅអស់អា10នាក់នៅសល់7 8នាក់សល់5នាក់យូរទៅសល់តែឯងយូរទៅសល់តែឯងមិនមែនគុំខ្លះសល់តែឯងបាទច្បាយសុំខ្លះសល់តែឯងមិនបោះខ្លះអធិការខ្លះលោកទៅច្បាយខែខ្លះសល់តែឯងសល់តែឯងទេសល់តែឯងគេខ្លាចតែមុខបាទមកពីអត់ចេះអយុទ្ធសាស្ត្រនេះដោយមួយទៀតគេលើកបុកលាទឹកឋាននៅក្នុងពុទ្ធសាសនាដែរអាណាប៉ិនលួចឲ្យយើងឃើញត្រូវបកកាយលួចបាទប្រើមនុស្សឲ្យចំជំនាញឲ្យចំយុទ្ធសាស្ត្រចំគោលដៅបាទអាណាប៉ិននិយាយកុហកឲ្យទទួលគោលណាហ្នឹងហើយឲ្យធ្វើជានាំពាក្យបងមែនទេបាទឥឡូវនេះអីបកកាយកុហកបងធ្វើឲ្យនាំពាក្យតំណាងអង្គភាពបើហ៊ានកុហកបាទមិនហ៊ានដល់សាខ្លាចដល់សាខ្លាចដល់ពេលចឹងគេដឹងហើយអូគេដឹងពុតត្បត់អស់ហើយប្រើចំអាចំណុចហ្នឹងចឹងលែងហ៊ានហើយហ្នឹងជាយុទ្ធសាស្ត្រឲ្យព្រឹកមិញនេះខ្ញុំឮសម្ដីពីភាសារបស់អាដាមពុទ្ធសកាពេញចិត្តបងបាទលោកថាហៅអស់មកកុំរើអើងបើសិនជាជនយើងខ្មែរទាំងអស់ទេជាជនខ្មែរតាថ្ងៃនេះយើងយកបាយឲ្យគាត់ហូបគាត់អត់យល់ថាបាយយើងឆ្ងាញ់ស្អែកយកទៅភាសាទៀតគាត់ពិចារណានេះមិនចឹងចេះយកបាយបាយស៊ីទៅចឹងធម្មតាលៀងបាទអញ្ចឹង2 3ដងបាទឃើញនេះគួរគេស្រួលតាមិនដូចជាអ្នកជាថាជាស្រែកជាណាជាបំបោឯណាបាទការពិតស្រឡាញ់ពលរដ្ឋពិតប្រកបមែនស្រឡាញ់រាជពិតប្រកបមែននៅពេលដែលដឹងណាអត់ចាំបាច់ទៅដើរស្ដាប់តាមផ្ទះដើរចែកសរំចែកវិជែកពេលបោះឆ្នោតមិនបាច់ទេពេលដឹកដេកឲ្យស្រួលទៅកុំឲ្យឆ្កែព្រុសតែជាថងពួកក្នុងនាមសមាជិកមួយដែរបាទចឹងទេកន្លែងនេះមន្ត្រីបកដែលខ្លាំងគឺមន្ត្រីដែលអូទាញពីដល់បកដតីឬពីអ្នកដែលមិនទាន់យល់ធ្វើឲ្យគេយល់នេះទើបហៅថាមន្ត្រីខ្លាំងមិនមែនមន្ត្រីខ្លាំងសំខាន់លើអាវាយឯកស៊ីអបឯកដំកោបឯកដំប្រហើឯកដំស្អាតណាជើងត្រជើងត្រពងបាទអាចារ្យសរឿនឬបណ្ឌិតសរឿនម្នាក់នេះឬក៏លោកសេងលីក្រុមការងារច្រើនគាត់អត់លើកជើងទេអត់លើកជើងទេការពិតកាលមន្ត្រីខ្លះពើងទ្រូងឯផ្សាយនេះមិនមែនបាននេះតែលើកជើងឯកដំហ៊ុនសខាលើកជើងលោកជំទាវភពផាន់នាវីអីអត់ទេឃើញសកម្មភាពរបស់គាត់ធ្វើទៅវាត្រូវទំនងបាទនេះខ្ញុំជួបស្រុកខ្ញុំក៏ដោយមេឃុំជំនួសទៅថាឲ្យតប្រាប់គេមិនអូនគេបាក់ឆាអីចុះលោកឯងមេឃុំ
ไอ้เจ้ามาได้ท่า มันไม่คุ้มคือมีตัวตีมันไตรมูท่านไม่คุ้มไม่คุ้มมีตัวตีโอ้ตีอาบข้างแล้วมาสอบ บ่จังมาได้ แล้ว ท่า อาบใกล้ ผมนึกว่าก้อนไปก้อนเกิดแต่จัง กี่ปากข้าง ขณะความช่างเป็นจุดๆมาเลย เกิดกดคลาดยังเอายังใจหนาวยังปังกอดช่วยปราบ บ่เฮ้ยทอม บอกแผลบอก ตายเคย ไปกันได้ ซาใจนาวบานมากินโกปีโลงบันส้มปีโลงสอบรอจุด ไอ้ มา ที่ ใจ เดียวเอามาเตาใจเนี่ยเราติดลงเดียวพวกพันวิเอามาเตาใจตัวรอด trong một lò bàn tôi cũng ra là cái đúng chơi mùa thòng đá จะบดด้วยนี่ là dương nè trong nhà dương nè có tay dương thì chui nè ọt แต่ยังนึกเคยอยากไปเรียนออสเป็นผมบ้า bà cái dương trong căn là chứ dương ลูกไส้นี่อ่ะแต่ยุ่งอะไรนี่เอานะบางขยมเมียนลุยเมียนรักกับเพียบเสียแปะสะอาดนะเอาในติ้งเอาเปียบริการทำไรมาป้อนตลาดบางเพลย์ปอสบายใจได้ bà แต่ดอกเบี้ยได้ได้ออสด้วย xong rồi มาเอาแต่จู่มามันเรียลเลือกได้ประตูออกคุณนักโกนะออกคุณนักมวยนะ bà จังลูกจุดเดียวพงพันธ์วิลูกเธอตรังลูกเดียวเธอตรังไอ้ตามบุญสักครั้งของลูกเมียนภาษาออกรุ่มหนึ่งตูเมียนมนตรีบางยี่ปีปะนี่คือแต่มนตรีกระวัดบอลลูก bà บางตัวไม่ใช่ใบสองก็ได้บางคือกระบางเอาวัดบอลลูกจิตที่รักษาก็กระเทียมในปากจีจุน nâng này บางยังตัวไม่ใช่ใบแค่กระกรองวัดลูกได้กระเนียมในปาก bà บางลูกก็เรื่องอ้างบอลไอ้เรื่องอ้างประชันก็จะได้เครียดผมบอกเครียดเนี่ยเครียดยิด cho mình đây bà đây thà nhà thô mua được than căn tại bọc bọc quạt chó con căn đào ก็จังตัวหน่ะครุบโลกทำไมโอ้ลูกทำไมบ้า chân mà thà bà căn là con căn là khớp căn là trôi là kia căn con căn là ăn chất căn từ luôn chất bọc con ở đó ở trong đạo thường mất thôiอย่างหน้าเอาconมีlà nó mua thằng cất được cha na thà ô anh khấn này khổ khấn chơi nó sẽ bằng cái shop từ ở kia บ้า bộ việc bố như là slime thì là slime đấy บ้า và khăn là slime hay mà lên cháu là บ้า đẹp slime chất đấy chất nó ấy mua than nó ấy ให้ตั้งใจลูกนี้คือเรื่องปั๊ดนะจังเข้มกับการปีมามัดใครทำเนี่ยนักสมาชิกปะคือเนี่ยปะจีจนการชี้ได้ครั้งได้เมียนมวลแบบเพียบคือมันนึกมันจำแต่กรุบกรองโกนจำรุ่นไอ้ของทีมนั่นเอง và โอ้ทีมพิดาเตยประมาณตึกครั้งจังยี่นะเจ๊ปุ่งริสมัติเพียบเจ๊ปุ่งริรัตเพียบให้ปุ่งรุ่นปัญหาปุ่งริโดนอสไลนู่นเติมจีสมาชิกได้เติมเอาไม่ได้ให้เฮียนยี่การเปิดแผลกลางนอนมันต้องแต่เขานั่นพูดโดยเป็นผู้ยึดพิษสมัยประมาณนี้เจ้าบอกเราโคอย่างเฮียนแผลบ้า trong như thà บ้าอันนี้การประทับยาบอกว่า America hay sông hay miền sông thì sông ra miền sông cho America còn mình America thì chậm มีตัวมาเป็นนั้นลูกทำมีตัวมาเป็นนั้นยังสมภาษาสมเอาเอา năng rồi อันนั้นเช่น vô บ้า buổi tiết trong cạn buổi trong crop khơi mình trai khá mình trai khá này không chu cái đạp bạc thì chôn dướng luôn chôn cá còn ba là ca nữa này chơi quạt chơn tại pli luôn ด่า ba là con chơi tầm nang ấy chơi con miên này thì nó hot ba nó กลางนี้ต้องเจ็บตัวแตนกันอะไรสิเจ็บตัวแตนมาเลยไงในคุ้มไอ้มีสองคนนู่น แต่con đạp ăn cất ha บ้า เอาไว้เดี๋ยวก่อนคอมเปรงไพรเนี่ยเราดับ บ้าบอกไปชนะมาเก็บเยอะจงคอยนะจีนรู้ โอ้สำคัญนะนะ anh khó lắm chưa được test chưa gì hết เธอไปกระบาลเนี่ย đây bày choán rồi biết bị choán rồi biết จมตามใครมาจำนวนบาทหรืออย่าสไลด์เครื่องเย็นก็เหมือนงานทุ่มทมไป ở đây được trăm đầu bị của bố điเรายังโดยปัญหายังถึงเราtừ โอ้ย ยุคนี้ ไอ้ ไอ้ ลูกโป่งตุ่มยุบบ่าโอ้สไลด์นี่ทรงจีบ บ้า ไปบอง รักยาตัวติดนะ บาทเรียบจีบ โก เส้ เจ น โกเจขังปอด เนี่ยในสกโกเจย์ น่ะโกเจขังปอด ส่งbài một pi phó và 11 pi đã nắng mình trung tin từ đó là vậy phải chỉ đặt bài và dùng cái bài gì nữa ตอนแรกไอ้ดอมเป็นเทียนไทยทีมวันเงาไอ้หมด đấy chân không lừa làm thiên đấy chứ có và chân như tục tập pu đấy chứ không thằng đẹp cô chơi mình tục ở dân hôm mới đấy จะกินสุดาปีนั้นตอนไทยอะไร từ đây นะเบียร์ก็คือการไทยสายนี่คือ cứ chỉ ngày สาย sầm มว phô ยมีไซ បាទ បាទដែលដំប្រធានបាទដំពុទ្ធខាទីប្រឹក្សាសម្ដេចប្រធានគណៈបព្វជិជនកម្ពុជាគឺសម្ដេចជួសែន បាទ បាទនឹងពំនាំនៅមតិគណៈវិទ្យាសុខសុខពុទ្ធគណៈនាំនៃគណៈបព្វជិជនរាជរដ្ឋាភិបាល
បាទនឹងគាំនាំជាប់ដំណោយយើងអត់ដឹងថាសម្ពុតឬក៏អីទេពោតឬស្អីយើងតន់ដឹងយើងតន់ទៅដល់បានជាក់ចាំស្ប្រាយឆ្ងាយដល់ឆ្ងល់ទៅឆ្ងល់បាទអញ្ចឹងគឺថាមានដំណោយច្រើនណាស់គាត់ឡានខ្ញុំដាក់ឡើងពេញហ្នឹងបាទដូចជា5មើលដូចប្រហែលពាន់មើលមិនដូចជា20ដុំមួយដុំ100 1500សរុបបាទហើយនឹងខោអាវបាទវិជាការពីឈុតវិជាការពីថាមានអាយកោមានអីទៀតបាទមានអីទាំងអស់បាទហើយនឹងមានទឹកប្រាក់ទឹកអីបាទទឹកទៅបាទគាត់ថា5យ៉ាងដល់អ្នកកោជិះយើងបានទេចាំហើយសមិទ្ធផលទាំងអស់នេះបានមកពីការចូលរួមបាទទៀតមួយទៀតបានហើយបានអីហើយមើលពួនក្បែរដំបូងដែរយកតែដាក់ទៅដាក់ទៅមុខដាក់ទៅតើអត់មានខ្សែតើអត់ខ្សែអត់បានអូខេកាច់ចូលតែតកែបាត់ដាក់ទៅចូលតែតកែទុកចែកទៅគុំប្រភេទសម្រាប់កក់ខាត់តកែបានបាទអរគុណអាចារ្យហើយបងថាចឹងលីថាចឹងគឺថាមិនមែនតែអាដាមរូបទេគឺថាណយការចូលរួមពីក្រុមការងារបាទធម្មតាគាត់ចូលចែកម្លែកគាត់ជួយគ្នាបាទអញ្ចឹងនេះជាស្មារតីរបស់គណៈបព្វជិជនអញ្ចឹងបាទជាស្មារតីបាទយើងធម្មតាទេយើងរស់ក្នុងដំបូលដែរយើងត្រូវជួសជុលដំបូលហ្នឹងហើយអរគុណបាទអរគុណឥឡូវសូមបណ្ដឹងចុះហើយអធិស្ឋានកាន់តែមានទោសព្រោះការលេងសើចផងទៅហើយមែនផងទៅព្រោះធម្មតាបើយើងទៅត្រង់ស្លូពេកក៏មិនកើតដែរបាទព្រោះខ្ញុំអវត្តមានឡើងដូចជាប្រហែលចូល6 7ខែបាទឃើញតែមុខលោកបណ្ឌិតដូចជាក្រុមការឡើយពុនកូនខ្ចីបាទពុនកូនខ្ចីរេអត់តនេះទឹកហេមួយថាមួយកូនខ្ចីមួយទៀត3ខែអត់ទេមើលប្រហែលចាក់ស្រ័យបងពុនមានតែមួយទេបាទពុនមានតែមួយទេយ៉ាងគេឲ្យចូលចាអត់ទេមានតែមួយមែនតាបាទអរគុណបងប្អូនប្រិយមិត្តទូទាំងនិកជនវិទ្យុរូបនិងយុតិមេត្រីបាទទៅទៀតលើបងប្អូនទៅទៀតលើបាទអរគុណហើយដោយសារតែពេលវេលាយើងក៏បានដល់ទីបញ្ចប់ហើយចឹងសូមអធិស្ឋានខន្តីពីទោសរាប់របស់ខុសឆ្គងកើតឡើងដោយអចេតនាពីកម្មវិធីកម្មវិធីវេទិកាខ្ញុំចង់ឲ្យអ្នកដឹងតែមានវត្តមានលោកបណ្ឌិតសាវស្រឿនឬខ្ញុំបាទហេស៊ីលីបើសិនមកខ្ញុំបាទទាំងពីរមានការអធិប្បាយជជែកទៅមានការលើកលុបឬប៉ះពាល់អារម្មណ៍បងប្អូនយ៉ាងណាសូមខន្តីពីទោសផងដែរគោលបំណងរបស់យើងគឺចង់រិះគន់ដើម្បីស្ថាបនាចូលរួមដើម្បីអំពើល្អបាទអរគុណគណៈពេលនេះវត្តមានសម្បត្តិហេស៊ីលីរួមជាមួយនឹងលោកបណ្ឌិតសាមស្រឿនសូមអនុញ្ញាតអនុមោទនកាយទៅ